nó khơi nhé lại chập đám score là bỏ chân anh nhai thang hai tha cùng cày phơi ơi nhằm tay mà đó là lợi nhàm đâm tăng tay bị giúp là hốt đập bật khai khiêm phết chấm hoi sạch chụp học bóng ti ơi quạt môn đừng tranh tao hai nó cứ tha đó chỉ đã vô hay nó liệt sai tê ô ná cùng phết chứ chấm hoi sạch chụp bóng ti ngay môn quạt tự chi con á rồi thay nhầm chấm hoi bỏ học nhắm hay nhầm tục ơi quạt nhắm bẹ cả đáแล้วmiền ấy bong bóng nó nhắm là cao chan mỏng chẳng hai chỉ nó cứu chết nâng chẳng hai cầm bóng nhầm tiệtแต่còn thang ngay muốn nhầm thơ praiแต่sàn ấyคือnhầm đăngពីប្រហុកនេះហើយវារៀងប្រៃខ្ញុំប្រើប្រហុកតិចហើយខ្ញុំគេច្រាំជាមួយនឹងពងទាប្រៃអាក្រហមនេះធ្វើអញ្ចឹងនិយាយថាប្រហុកចំហុយយើងឆ្ងាញ់មែនតែនហើយប្តីខ្ញុំគាត់កម្រណាមនុស្សកម្រនឹងកំងមហូបខ្ញុំណាខ្ញុំធ្វើអីធ្វើទៅមិនងាយនឹងនឹកឃើញថាឃ្លានធ្វើអីញ៉ាំអីទេហើយបន្ទាប់មកហ្នឹងគឺថាខ្ញុំដាក់គ្រឿងដាក់អីវាយគ្រឿងចូលឲ្យសព្វហើយហ្នឹងខ្ញុំយកវាទៅចៀនបន្តិចភ្លក់ចង់ដឹងថាវាប្រៃអីអត់អញ្ចឹងហើយវាស្ទើខ្ញុំក៏ថែមទឹកត្រីបន្តិចទៅរួចហើយគឺថាខ្ញុំវាយគ្រឿងសព្វគ្រប់អស់ហើយហ្នឹងគឺខ្ញុំចាក់មកក្នុងកែវនេះគឺថាសំណុកក៏បងប្អូនចំហុយទៅគឺថាអត់ជាប់ទេវាអត់ជាប់ដោយអាចារ្យដែកហ្នឹងណាហើយខ្ញុំតម្រៀបមកទេតម្រៀបជាមួយនឹងពងទាប្រៃក្រហមនឹង3 4គ្រាប់ទៀតទៅគឺប្តីខ្ញុំចូលចិត្តញ៉ាំខ្លាំងមែនទែនឲ្យតែដាក់ពងទាប្រៃបែបហ្នឹងហើយម្ហូបខ្ញុំមួយមុខទៀតហ្នឹងគឺថាគ្មានអីប្លែកទេគឺម្ហូបដែរហ្នឹងបងប្អូនហើយរបៀបឆាក៏ដែរមានអីផ្លាស់ប្ដូរទេមុននឹងយកទៅឆាហ្នឹងគឺខ្ញុំតែងតែឆាវាមកសឡប់សិនអញ្ចឹងទៅវាចេញទឹកខ្លះអញ្ចឹងណាបងប្អូនរួចហើយហ្នឹងគឺថាខ្ញុំមានខ្ទឹមសខ្ទឹមក្រហមពងលីងវាឡើងឈ្ងុយមកនិយាយថាខ្ទឹមពីរហ្នឹងដាក់គ្នាមកនិយាយថាឡើងឈ្ងុយហើយជ្រូកខ្វៃខ្ញុំដែរគឺថាខ្ញុំហាន់ជាសរសៃបែបនេះពេលយើងយកទៅឆាទៅគឺថាញ៉ាំជាមួយបន្លែតំណងមែនតែនហ្មងវាចូលជាតិចូលបន្លែមួយគ្នាហ្មងណាហើយបន្ទាប់មកគឺថាខ្ញុំចាក់បន្លែមកខ្ញុំត្រឡប់ទៅមកផ្លែទេព្រោះអីខ្ញុំអត់ឆាបន្លែនឹងឲ្យលលួយទេបងប្អូនរួចហើយហ្នឹងគឺថាខ្ញុំដាក់ទឹកស៊ីអ៊ីវតែបន្តិចមកមានស្ករមានប្រេងខ្យងតែប៉ុណ្្នឹងគឺរួចជាការស្រេចដោយសារតែសាច់ជ្រូកខ្វៃគឺវាមានជាតិប្រៃខ្លះហើយអញ្ចឹងដាក់គ្រឿងទៅម៉មមកគឺថាបន្លែយើងឡំមានជាតិតែម្ដងកុំញ៉ាំគ្រឿងដិតពេកញ៉ាំដិតពេកអត់ល្អសម្រាប់សុខភាពទេបើអាចកាត់បន្ថយគ្រឿងគឺល្អខ្លាំងមែនតើខ្ញុំពីមុនណាបងប្អូនមិនមែនញ៉ាំគ្រឿងលក្ខណៈបែបហ្នឹងទេគឺខ្ញុំញ៉ាំគ្រឿងលក្ខណៈសព្រាបាយតែម្ដងតែឥឡូវគឺខ្ញុំកាត់បន្ថយច្រើនមែនតើហើយពងមាន់ពងទាចំហុយខ្ញុំប្រហុកចំហុយខ្ញុំនេះគឺថាចាប់ផ្ដើមឆ្អិនដែរអញ្ចឹងខ្ញុំក៏ចាប់ផ្ដើមដាក់លាបក្រែមលាបម្សៅវាយពងមាន់ក្រហមមកគ្រាប់អាក្នុងហ្នឹងគឺថាយកមកស្រោចដើម្បីឲ្យមានពណ៌ល្អមើលបន្តិចកុំឲ្យវាស្លេកស្លាំងពេកទេណាបន្ទាប់មកគឺថារួចរាល់ហើយបន្លែផ្ទាប់ហុកខ្ញុំគឺថាមានតែទឹកសក់ហើយជាមួយស្ពៃក្តោបទេក្នុងទូអត់មានអីទេមានតែប៉ុណ្ណឹងណាមួយខ្ញុំមួយប្តីខ្ញុំបងប្អូនឃើញចឹងខ្ញុំអត់សូវប៉ិនបន្លែទេហើយនេះមើលកូនខ្ញុំមកឆ្កឹះមកវក់មុនហ្មងណាហើយប្តីខ្ញុំចឹងណាបងប្អូនកុំឃើញចឹងញ៉ាំអាក្រក់ជាងយើងខ្មែរទៀតណាខ្ញុំប្រាប់ទៅញ៉ាំប្រហុកចូលកែងទាំងស្ព្រាចឹងដាក់ឯងទាំងដុំហើយខ្ញុំអញ្ចឹងបានខ្ញុំធ្វើឲ្យគាត់រៀងសាបខ្ញុំអត់ធ្វើឲ្យគាត់ប្រៃទេព្រោះគាត់អត់ចេះញ៉ាំទូចដូចយើងទេម្ហូបអីគឺគាត់ញ៉ាំធំមែនតែម្ដងណាមិនថារបស់ប្រៃឲ្យគាត់ញ៉ាំបន្តិចអត់ទេអត់ចេះតិចទេគឺថាប្រៃក៏ដោយក៏ដាក់មកស្ព្រាធំដែរអញ្ចឹងបានខ្ញុំធ្វើឲ្យរៀងសាប